ជំរាបសួរពុកម៉ែបងប្អូនវិលត្រឡប់មកជួបខ្ញុំសាជាថ្មីជាមួយនឹងคลิปបន្តមុននឹងចូលដល់คลิปបន្តខ្ញុំសូមឲ្យបងប្អូនជួយចុច like ហើយនិងចុច subscribe ប្រសិនបើគិតថាវីដេអូនឹងល្អជួយ share ចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ដើម្បីឲ្យពួកគាត់បានស្ដាប់គ្រាន់នឹងបានជាចំណេះដឹងផងដែរសូមអរគុណវគ្គនេះគឺយើងចូលដល់ចំណុចទី2សង្គមវិទ្យាជនបទសង្គមវិទ្យានរវិទ្យាសំទោសសង្គមនរវិទ្យាផ្នែកនៃពុទ្ធិទាំងពីរសង្គមវិទ្យាជនបទនិងនរវិទ្យាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធពីមួយទៅមួយពីព្រោះវាមានកម្មវត្ថុសិក្សាប្រហាក់ប្រហែលគ្នាកម្មវត្ថុសិក្សានៃមុខវិជ្ជាទាំងពីរមិនត្រឹមតែមានទំនាក់ទំនងគ្នាប៉ុណ្ណោះឡើយប៉ុន្តែផ្នែកជាច្រើនក៏មានការសិក្សាដូចគ្នាផងដែរនរវិទ្យាសិក្សាអំពីមនុស្សជំនាន់បុព្វកាលសិក្សាអំពីរចនាសម្ព័ន្ធនៃសង្គមបុព្វកាលឥរិយាបថរបស់មនុស្សនិងវត្ថុផ្សេងៗក្នុងជំនាន់ដើមម្យ៉ាងទៀតសង្គមវិទ្យាជនបទសិក្សាអំពីឥរិយាបថរបស់មនុស្សដែលរស់នៅក្នុងភូមិឋាននៃសង្គមឬក៏សាវតានៃសង្គមជនបទសង្គមជនបទនិងសាវតាជនបទមានទំនាក់ទំនងយ៉ាងល្អទៅនឹងសម័យដើមនិងធាតុទាំងឡាយរបស់វាភាពខុសគ្នានៅក្នុងកម្មវត្ថុសិក្សារបស់ផ្នែកទាំងពីរពុំបានធ្វើឲ្យមានការយល់ច្រឡំឡើយប៉ុន្តែភាពខុសគ្នានៃមុខវិជ្ជាទាំងពីរពុំមានកម្មវត្ថុនៃការសិក្សាដាច់ស្រឡះពីគ្នាឡើយបើន័យថាមុខវិជ្ជាទាំងពីរហ្នឹងឲ្យចែកដាច់ពីគ្នាទៅហ្មងគឺមិនដាច់ទេវាមានទំនាក់ទំនងគ្នាកម្មវត្ថុសិក្សាអំពីផ្នែកទាំងពីរមានភាពទំនាក់ទំនងគ្នាបំផុតក្រៅពីកម្មវត្ថុសិក្សាពុទ្ធិនៃផ្នែកទាំងពីរប្រើប្រាស់វិធីសាស្ត្រនិងដំណោះស្រាយដូចគ្នាពីព្រោះមានការពិបាកដើម្បីចែកឲ្យដាច់រវាងសង្គមវិទ្យាជនបទពីសង្គមបុព្វកាលណាស់ផ្នែកទាំងពីរវាមានព្រំដែនដូចគ្នាទាំងក្នុងផ្លូវដោះស្រាយនិងទាំងខាងវិធីសាស្ត្រលក្ខណៈនិងរចនាសម្ព័ន្ធនៃសង្គមវិទ្យាជនបទវាមានលក្ខណៈខុសគ្នាច្រើនពីសង្គមបុព្វកាលដូច្នេះវាក៏មានភាពខុសគ្នារវាងផ្នែកទាំងពីរផងដែរផ្នែកទាំងពីរវាមានភាពខុសគ្នាលើមូលដ្ឋានឥទ្ធិពលនិងផ្នែកប៉ះពាល់នៃសង្គមជនបទហើយនិងជីវភាពនៃសង្គមជនបទសង្គមបុព្វកាលគឺមិនមានឥទ្ធិពលខ្លាំងក្លាលើសង្គមទីក្រុងនិងជីវភាពទីក្រុងឡើយចំណុចនេះធ្វើឲ្យមានភាពខុសគ្នាក្នុងកម្មវត្ថុក្នុងការសិក្សានិងផ្នែកមួយចំនួនទៀតនៃការសិក្សាអំពីសង្គមវិទ្យាជនបទនិងសង្គមនរវិទ្យាមុខវិជ្ជាទាំងពីរគឺសង្គមវិទ្យាជនបទនិងសង្គមនរវិទ្យាវាមានភាពប្រហាក់ប្រហែលគ្នាខ្លាំងពីមួយទៅមួយមុខវិជ្ជាទាំងពីរវាមានការចាប់អារម្មណ៍ពិសេសទៅលើការសិក្សារចនាសម្ព័ន្ធនិងមុខងារនៃការរៀបចំភូមិឋាននិងស្ថាប័នសង្គមដូចជាគ្រួសារវណ្ណៈលក្ខណៈសង្គមវិទ្យាជនបទសិក្សាអំពីស្ថាប័នសង្គមការរៀបចំនិងវិស័យផ្សេងទៀតនៃសង្គមនៅក្នុងសាវតានៃជីវភាពជនបទនៅពេលដែលសង្គមនរវិទ្យាសិក្សាអំពីចំណុចទាំងអស់នោះនៅក្នុងសាវតានិងបរិបទសង្គមបុព្វកាលសង្គមបុព្វកាលមានការផ្លាស់ប្ដូរនិងខុសគ្នាពីជីវភាពនិងសង្គមទីក្រុងដូច្នេះហើយនៅក្នុងសង្គមភូមិឋាននិងសង្គមជនបទបង្កើតឲ្យមានឥទ្ធិពលទៅលើជីវភាពទីក្រុងប៉ុន្តែសង្គមបុព្វកាលគឺគ្មានឥទ្ធិពលទាំងនេះឡើយទោះបីជាវាមានភាពខុសគ្នាក៏ដោយក៏កម្មវត្ថុនៃវិធីសាស្ត្រនិងផ្លូវដោះស្រាយនៃផ្នែកទាំងពីរវាមានលក្ខណៈ
រួមគ្នាដែរនៅក្នុងអត្តន័យទូលំទូលាយសង្គមវិទ្យាជនបទនិងសង្គមនរវិទ្យាគឺពឹងគ្នាទៅវិញទៅមកសង្គមវិទ្យានិងសង្គមនរវិទ្យាមានអត្តន័យទូលំទូលាយដូចគ្នាសង្គមនរវិទ្យាផ្អែកទៅលើផ្នែកនៃការសិក្សាសង្គមវិទ្យាដែលជាផ្នែកសំខាន់ដែលដកចេញពីសង្គមបុព្វកាលជាទូទៅមុខវិជ្ជាទាំងអស់មិនត្រឹមតែមានសហទំនាក់ទំនងជាមួយគ្នាប៉ុណ្ណោះទេប៉ុន្តែវាក៏មានផងដែរនៅការបន្ថែមឲ្យគ្នាទៅវិញទៅមកមុខវិជ្ជាទាំងពីរសិក្សាអំពីទម្រង់និងដំណើរការសង្គមប៉ុន្តែវាគ្រាន់តែមានការខុសគ្នារវាងមុខវិជ្ជាទាំងពីរនៅពេលដែលពេលវេលាតែប៉ុណ្ណោះវាខុសគ្នានៅពេលខុសគ្នាតែពេលវេលាប៉ុណ្ណោះបានន័យថានរវិទ្យាគឺយើងសិក្សាអំពីសង្គមសម័យបុព្វកាលហើយសង្គមវិទ្យាជនបទគឺយើងសិក្សាអំពីសង្គមជនបទបច្ចុប្បន្នបាទសេដ្ឋកិច្ចបានដើរតួនាទីសំខាន់នៅក្នុងវិស័យនៃវិទ្យាសាស្ត្រសង្គមរយៈពេលកន្លងមកសង្គមវិទ្យាត្រូវបានគិតថាជាផ្នែកនៃសេដ្ឋកិច្ចបន្ទាប់មកទៀតនៅពេលដែលសង្គមវិទ្យាបានផ្ដាច់ខ្លួនចេញពីសេដ្ឋកិច្ចដូចជាយើងបានដឹងរួចមកហើយថាសេដ្ឋកិច្ចគឺមានទំនាក់ទំនងទៅនឹងសកម្មភាពសេដ្ឋកិច្ចដែលទទួលខុសត្រូវចំពោះផលិតផលការចែកចាយនិងការផ្លាស់ប្ដូរទំនិញសកម្មភាពទាំងអស់នេះចូលរួមនៅក្នុងការបំពេញចំណង់និងតម្រូវការរបស់សង្គមមនុស្សហេតុនេះហើយបានជាមានការសិក្សាយន្តកម្មនៃសំណូមពរផ្គត់ផ្គង់កត្តាសង្គមកត្តានយោបាយមិនត្រូវបានដកចេញពីផ្នែកនេះឡើយនៅក្នុងឧស្សាហូបនីយកម្មប្រសិនបើយើងមិនធ្វើការត្រួតពិនិត្យឲ្យបានដិតដល់ទេវាកើតឡើងនៅបញ្ហាជាច្រើនដែលធ្វើឲ្យមូលធនមានការរីកចម្រើនដោយត្រដាបត្រដួសនៅក្នុងទម្រង់ឆ្ពោះទៅកាន់វិបត្តិសេដ្ឋកិច្ចនិងផលវិបាកសម្រាប់ក្រុមមនុស្សដែលមានប្រាក់ចំណូលចម្រុះសេដ្ឋកិច្ចភូមិឋាននិងផ្នែកកសិកម្មជាពិសេសនៅក្នុងប្រទេសមានមនុស្សរស់នៅតាមជនបទភាគច្រើនមានសារៈសំខាន់ណាស់តាមរយៈសេដ្ឋកិច្ចយើងត្រឹមតែលើកសំណើពីមធ្យោបាយសម្រាប់ធ្វើអភិវឌ្ឍនិងកែលម្អសង្គមភូមិឋានជនបទតាមចំណុចពិចារណានេះសេដ្ឋកិច្ចគឺមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាហើយជាពិសេសសេដ្ឋកិច្ចកសិកម្មជនបទប្រសិនបើសកម្មភាពសេដ្ឋកិច្ចទទួលបានជ័យជំនះពេលនោះមានការលើកស្ទួយស្ថានភាពសង្គមនិងលើកស្ទួយដល់ចិត្តសាស្ត្រនៃមនុស្សត្រូវបានយកចិត្តទុកដាក់ចំពោះគោលបំណងនៃពុទ្ធិនេះទទួលបានតាមរយៈសង្គមវិទ្យាជនបទសង្គមវិទ្យាជនបទមានសារៈសំខាន់ណាស់តាមរយៈពុទ្ធិនៃសកម្មភាពសេដ្ឋកិច្ចសម្រាប់លើកស្ទួយនៅការកែលម្អសង្គមជនបទដែលជាកិច្ចការមានប្រយោជន៍បំផុតសម្រាប់សង្គមតាមរយៈគំនិតនេះស្ថានភាពសង្គមទទួលឥទ្ធិពលអំពីសកម្មភាពសេដ្ឋកិច្ចទិដ្ឋភាពផ្សេងមួយទៀតសកម្មភាពសេដ្ឋកិច្ចមានឥទ្ធិពលស៊ីជម្រៅទៅលើជីវភាពសង្គមយោងទៅតាមអ្នកប្រាជ្ញនាពេលបច្ចុប្បន្នបានគិតថារចនាសម្ព័ន្ធសេដ្ឋកិច្ចទទួលខុសត្រូវចំពោះរចនាសម្ព័ន្ធសង្គមដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់សង្គមនៃប្រទេសខ្លះទទួលនឹងការប្រកួតប្រជែងគ្នានៅក្នុងប្រទេសកម្ពុជាទំហំនៃការកែលម្អជីវភាពសង្គមត្រូវបានធ្វើការព្យាយាមដ៏ខ្លាំងក្លាដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចប្រសិនបើនាពេលបច្ចុប្បន្នភាគច្រើនបញ្ជាក់ទៅលើការកែតម្រង់នៃស្ថានភាពដីធ្លីបបហេតុនេះស្ថិតនៅលើលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសដែលមានឥទ្ធិពលទៅលើស្ថានភាពសង្គមតាមទស្សនៈនេះសេដ្ឋកិច្ចមានសារៈសំខាន់នៅក្នុងការផ្លាស់ប្ដូរមុខមាត់
នៃសង្គមជនបទសង្គមវិជាជនបទសិក្សានៅលក្ខណៈវិនិច្ឆ័យនៃជីវភាពជនបទដែលតាក់ទងទៅនឹងជីវភាពសេដ្ឋកិច្ចហើយជីវិតនិងរចនាសម្ព័ន្ធសង្គមជនបទគឺដកស្រង់ចេញពីចំណុចនៃទស្សនៈសង្គមនិងមនុស្សដែលត្រូវតែសិក្សាជាមួយនឹងមូលដ្ឋានសេដ្ឋកិច្ចមូលដ្ឋានហិរញ្ញវត្ថុវាមានឥទ្ធិពលខ្លាំងទៅលើរចនាសម្ព័ន្ធនិងលក្ខខណ្ឌសង្គមគឺជាផ្នែកនៃសេដ្ឋកិច្ចដូច្នេះហើយផ្នែកទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅវិញទៅមកប្រសិនបើយើងចង់ជួយបំពេញតម្រូវការមនុស្សជនបទយើងត្រូវតែជួយផ្នែកសេដ្ឋកិច្ចដោយសារសេដ្ឋកិច្ចគឺជាការសិក្សានៅសកម្មភាពមនុស្សដែលមានភក្តីភាពទៅនឹងការស្ដាប់បង្គាប់នៃមធ្យោបាយសម្ភារៈដែលជាសេចក្តីត្រូវការរបស់គេ 4. សង្គមវិជាជនបទនិងវិជាសាស្ត្រនយោបាយផ្នែកពុទ្ធិទាំងពីរសង្គមវិជាជនបទនិងវិជាសាស្ត្រនយោបាយមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាទូទៅវិជាសាស្ត្រនយោបាយចងភ្ជាប់ជាមួយនឹងសារៈសំខាន់នៃទិដ្ឋភាពសង្គមដូចគ្នារដ្ឋដូចជារដ្ឋជាដើមវិជាសាស្ត្រនយោបាយសិក្សាអំពីមធ្យោបាយដែលសង្គមរៀបចំនិងធ្វើឲ្យរដ្ឋមានដំណើរការតាមរយៈនិយមន័យនេះយើងបានដឹងច្បាស់ថាវិជាសាស្ត្រនយោបាយក៏ជាផ្នែកនៃសង្គមវិជាផងដែរដោយសាររដ្ឋគឺពឹងផ្អែកនៃសង្គមវិជាជនបទសិក្សាអំពីការងារនៃសង្គមជនបទដូចជាសុខភាពការអប់រំសាសនាសេដ្ឋកិច្ចការរៀបចំសង្គមនិងរចនាសម្ព័ន្ធនៃសង្គមវិជាជនបទការសិក្សាស្ថាប័ននយោបាយនៅក្នុងសង្គមជនបទដែលមាននៅក្នុងកម្មវត្ថុសិក្សានៃវិជាសាស្ត្រនយោបាយមិនអាចសិក្សាដោយគ្មានការអះអាងពីវិជាសាស្ត្រទាំងពីរនេះបានឡើយស្ថាប័ននយោបាយគឺជាការសិក្សានៅក្នុងវិជាសាស្ត្រនយោបាយស្ថាប័ននយោបាយនៅក្នុងខេត្តរបស់ប្រទេសកម្ពុជារួមមានគណៈកម្មការខេត្តគណៈកម្មការស្រុកគណៈកម្មការឃុំដែលមានចំណងតាក់ទងជាមួយនឹងសង្គមជនបទត្រូវបានធ្វើការសិក្សាដោយវិជាសាស្ត្រនយោបាយការសិក្សានិងពុទ្ធិដែលផ្ដល់ឲ្យដោយវិជាសាស្ត្រនយោបាយគឺមានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីរដ្ឋបាលនៃសង្គមជនបទស្ថាប័ននយោបាយជនបទអាចយល់បានត្រឹមត្រូវមានតែនៅក្នុងបរិបទនៃស្ថាប័នសង្គមជនបទពុទ្ធិនៃសង្គមវិជាជនបទផ្ដល់នៅសារៈសំខាន់សម្រាប់វិជាសាស្ត្រនយោបាយនិងការស្វែងយល់អំពីរដ្ឋបាលនៃស្ថាប័ននយោបាយជនបទទោះបីជាមានទំនាក់ទំនងជិតស្និទ្ធរវាងសង្គមវិជាជនបទនិងវិជាសាស្ត្រនយោបាយក៏ដោយក៏នៅមានផ្នែកខុសគ្នារវាងមុខវិជ្ជាទាំងពីរនេះដែរសង្គមវិជាជនបទមានកម្មវត្ថុទូលំទូលាយដែលសិក្សាអំពីស្ថាប័ននៃប្រភេទសង្គមទាំងឡាយនៃសង្គមជនបទប៉ុន្តែវិជាសាស្ត្រនយោបាយកំណត់ខ្លួនឯងត្រឹមតែការសិក្សាអំពីត្រឹមតែស្ថាប័ននយោបាយតែប៉ុណ្ណោះតាមរយៈទស្សនៈនេះសង្គមវិជាផ្ដល់មូលដ្ឋានទៅឲ្យវិជាសាស្ត្រនយោបាយហើយនៅក្នុងវិជាសាស្ត្រនយោបាយទទួលយកនៅបាតុភូតពីសង្គមវិជា 5. សង្គមវិជាជនបទនិងប្រវត្តិសាស្ត្រនិងសង្គមវិជាជនបទគឺស្ថិតនៅក្នុងគ្រួសារនៃវិជាសាស្ត្រសង្គមទំនាក់ទំនងរវាងវិជាសាស្ត្រទាំងពីរវាមានភាពជិតស្និទ្ធគ្នាប្រវត្តិសាស្ត្រសិក្សាអំពីស្ថាប័នសង្គមរចនាសម្ព័ន្ធសង្គមនិងការរៀបចំសង្គមពីអតីតកាលនៅពេលដែលសង្គមវិទ្យាសិក្សាអំពីស្ថាប័ននិងការរៀបចំសង្គមដែលកំពុងតែដំណើរការប្រសិនបើសង្គមវិទូចង់ដឹងអំពីរចនាសម្ព័ន្ធនិងការរៀបចំសង្គមដែលកំពុងប្រព្រឹត្តគេត្រូវតែមានការជួយជ្រោមជ្រែងពីប្រវត្តិវិទូសង្គមវិជាជនបទដកចេញពីរបបកំហើញប្រវត្តិសាស្ត្រយ៉ាងច្រើន
ហើយគ្មានពុទ្ធិប្រវត្តិសាស្ត្រទេសង្គមវិជាជនបទមិនអាចដឹងអំពីរចនាសម្ព័ន្ធសង្គមដែលមាននៅក្នុងភូមិឋានពីអតីតកាលឡើយប្រវត្តិសាស្ត្រសិក្សានៅរចនាសម្ព័ន្ធនិងការរៀបចំសង្គមជាទូទៅហើយពេលខ្លះការកំណត់ព្រំដែននៃការសិក្សាគឺមានសារៈសំខាន់និងការប្រព្រឹត្តដ៏ពិបាកប៉ុន្តែសង្គមវិជាជនបទធ្វើការសិក្សាដ៏ទូលំទូលាយនិងល្អិតល្អន់លើការសិក្សាអំពីសង្គមជនបទនិងរចនាសម្ព័ន្ធសង្គមប្រវត្តិសាស្ត្រក៏សិក្សាផងដែរនៅព្រឹត្តិការណ៍នយោបាយប៉ុន្តែសង្គមវិជាជនបទមិនអាចមានការចាប់អារម្មណ៍និងមានទំនាក់ទំនងទៅកាន់វាឡើយប្រវត្តិសាស្ត្រក៏មានការចាប់អារម្មណ៍ផងដែរអំពីការងារសង្គ្រាមនិងសន្តិភាពសង្គមវិជាជនបទសិក្សានៅព្រឹត្តិការណ៍ដែលមានឥទ្ធិពលទៅលើចលភាពសង្គមនិងរចនាសម្ព័ន្ធសង្គមប្រវត្តិសាស្ត្រគឺធ្វើការវិនិច្ឆ័យអំពីព្រឹត្តិការណ៍នយោបាយនិងបុព្វហេតុបណ្ដាលឲ្យមានសង្គ្រាមនិងសន្តិភាពដែលពេលខ្លះត្រូវបានជួយជ្រោមជ្រែងពីសង្គមវិជាជនបទលក្ខខណ្ឌសង្គមវិជាសេដ្ឋកិច្ចនិងសង្គមវិជាជនបទជួយឲ្យយើងដឹងអំពីលក្ខខណ្ឌដែលកំពុងប្រព្រឹត្តទៅនៃសង្គមជនបទនិងពុទ្ធិដែលមានសារៈប្រយោជន៍ចំពោះការសិក្សារបស់យើងអំពីព្រឹត្តិការណ៍សង្គមនិងនយោបាយដែលដកស្រង់ចេញពីកម្មវត្ថុសិក្សានៃប្រវត្តិសាស្ត្រដូច្នេះសង្គមវិជាជនបទជាមួយនឹងការជួយជ្រោមជ្រែងពីប្រវត្តិសាស្ត្រនិងប្រវត្តិសាស្ត្រក្រោយការជួយជ្រោមជ្រែងអំពីសង្គមវិជាជនបទការផ្លាស់ប្ដូរសង្គមជាពិសេសការផ្លាស់ប្ដូរនយោបាយត្រូវបានចាត់ចែងឡើងដោយលក្ខខណ្ឌសង្គមនិងកត្តាសង្គមហើយនឹងយោងទៅតាមសង្គមវិទ្យាដែលជួយដោយប្រវត្តិសាស្ត្រតាមការពិនិត្យចំណុចទាំងប៉ុន្មានខាងលើនេះវិទ្យាសាស្ត្រទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅវិញទៅមកបាទសូមអរគុណសូមឆ្លេះតែប៉ុណ្្នឹងសិនសូមរងចាំទស្សនាវគ្គបន្តទៀតបាទប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងក្រុងឧដុង្គ